ខាងជើងគឺចរចាឬក៏ចុះចាញ់ ចរចាគឺចុះចាញ់គ្រាន់តែជាការប្រើប្រយោគផ្សេងឲ្យល្អស្ដាប់តែប៉ុណ្ណោះភាគខាងជើងគឺចរចាឬក៏ចុះចាញ់ ចរចាគឺចុះចាញ់គ្រាន់តែជាការប្រើប្រយោគផ្សេងឲ្យល្អស្ដាប់តែប៉ុណ្ណោះ